ធីមានទី3ឧទ្ទិសនាមម្ចាស់អំណរអង្គធនធាននិងអង្គការបាទហើយក៏មានទី4គឺក្រុមស្យាធសូត្រធគោរពតំមានទី5គឺអង្គម្ចាស់សូត្របត្តកថាដើម្បីលើកជូនជាកុសលលើកជូនអត្តការជនយើងដែលបានបន្សល់ទុកទៅវត្តអារាមនៃយើងដែលយើងកំពុងប្រតិបត្តិរាល់ថ្ងៃនេះដូច្នេះសូមរបៀបការយើងដើម្បីប្រុងប្រយ័ត្នដល់កម្មវិធីដូច្នេះមិនដំបូងអស់ជំនាញទី1ខ្ញុំបាទសូមគោរពនិមន្តបាទសង្ឃដែលមានវត្តអាចារ្យដើម្បីលំនាំបាត់នមស្ការប្រតិបត្តិដើម្បីយើងក៏អង្គកម្មវិធីសូមនិមន្តយើងតែយើងសូមដាក់គ្នាជាដើម្បីកម្ចាត់បំណងអភិរក្សនៃដំណងកំណត់ទីក្នុងកម្មវិធីដែលយើងកំពុងរៀបចំក្នុងនេះឥឡូវជំនាញទី2ជាមួយនឹងអង្គបតើជាដល់ជំនាញទី2គឺតែងតាំងឬថាឧទ្ទិសនាមប្រធានប្រយោគដោយស្ពេនទាំងពីរគឺថាតាំងពីគណៈខ្ញុំបានសូម